Hello អ្នកនរគ្នា welcome to my vlog វីដេអូថ្ងៃហ្នឹងគឺខ្ញុំទទួលពូម៉ាក់ខ្ញុំ2នាក់ដែលគាត់មកពីគួចចៅមកប្រឡង HSK នៅ Nanding ដែលជាខេត្តដែលខ្ញុំកំពុងរៀនហ្នឹងអញ្ចឹងទៅក៏ពួកខ្ញុំបានទៅបបួលគ្នាទៅទទួលគ្រាន់តែទៅទទួលហ្នឹងគឺថា8នាក់អ្នកមកមានតែ2ទេក្រអ្នកទទួលច្រើនជាងអ្នកមកទៀតសារពួកខ្ញុំចេញទៅឡែតអញ្ចឹងពេលដែលពួកខ្ញុំចេញទៅហ្នឹងគឺគាត់មកដល់កន្លែងរថភ្លើងហើយអញ្ចឹងទៅដើម្បីកុំឲ្យគាត់ចាំពួកខ្ញុំយូរឲ្យពួកគាត់ជិះត្រេនមកបន្តមកដល់កងស៊ីតាស្រីអញ្ចឹងទៅពួកខ្ញុំចាំគាត់នៅហ្នឹងដោយសារពួកខ្ញុំជិះពីសាលាពួកខ្ញុំទៅចាំនៅកងស៊ីតាស្រីដែរជួបគ្នាលឿនចាវីដេអូឃើញសាពះហើយហ្នឹងមិនមែនសាពះវីដេអូខ្ញុំទេគឺពេលហ្នឹងខ្ញុំថតឲ្យប៉ាខ្ញុំមើលអញ្ចឹងទៅបានគេសាពះធំត្រូវបន្ទាប់ពីហ្នឹងបានពួកខ្ញុំទៅលេងនៅឆោយ៉ាងអញ្ចឹងមុនទៅដល់ឆោយ៉ាងហ្នឹងពួកខ្ញុំបានជិះម៉ូតូទៅដោយសារវានៅចិត្តហ្នឹងដែរទេហើយមកជិះម៉ូតូឡាញ៉ៃពេញហ្នឹងប្រយមើលតានេះគេសតកម្មដៃគ្នាទៀតនេះឆោយ៉ាងហ្នឹងឲ្យពួកគាត់មើលកន្លែងញ៉ាំអីទេសភាពអីតិចតួចជាងទៅគឺនាំអ្នកដើរមើលដោយសារពួកខ្ញុំចាំទៅញ៉ាំអាហារម្ហូបវៀតណាមនោះប៉ុន្តែដោយសារមនុស្សរៀងច្រើនហើយក៏អត់សូវរៀងយប់តន់ឃ្លានដែរអញ្ចឹងក៏នាំគ្នាដើរលេងសិនញ៉ាំស្វាយញ៉ាំអីតាមហ្នឹងទៅដោយសារនៅគួចទៅគឺអត់មានស្វាយញ៉ាំទេអញ្ចឹងមកដល់កវ៉ាងស៊ីអញ្ចឹងមិនមានម្ជូរញ៉ាំតែគ្រាន់អាហាររបស់គេហ្នឹងអត់សូវឆ្ងាញ់ហ្មងទេដោយសារអំបិលអញ្ចឹងដល់តែយើងទិញស្វាយហើយយកមកដាក់អំបិលខ្លួនឯងហ្នឹងมันឆ្ងាញ់ហ្មងអញ្ចឹងមើលរៀងល្ងាចបន្តិចបានពួកខ្ញុំរកនៅកន្លែងញ៉ាំនេះហាងដែលពួកខ្ញុំញ៉ាំហាងហ្នឹងហាងវៀតណាមហើយនិយាយទៅគឺហាងឆ្ងាញ់ហ្មងពួកខ្ញុំ9នាក់ហើយ9ចានអស់តែម្នាក់10រៀលជាងឯងពួកអីពេលហ្នឹងអស់ម្នាក់61យួនប៉ុន្តែចេញមកដូចរសជាតិរៀងដូចខ្មែរអញ្ចឹងហើយប៉ុន្តែបើតុងយ៉ាំរបស់គេហ្នឹងវិញនិយាយថាឆ្ងាញ់យកតែមែនតែនហ្មងសូម្បីតែឆាតកួននៅលើតុហ្នឹងណាក៏រសជាតិដូចខ្មែរដែរនិយាយទៅ best on best បន្ទាប់ពីពួកខ្ញុំញ៉ាំអីហើយក៏នាំគ្នាទៅដើរលេងបន្តទៀតដើរនៅកន្លែងហ្នឹងតដែរទេគ្រាន់តែថាពេលយប់គឺគេបើកភ្លើងបើកអីស្អាតហើយខាងមនុស្សច្រើនមែនតើមកពីសារអាទិត្យអីចឹងទៅគឺហាងមនុស្សច្រើនគេមានអ្នកឈៀងមានអ្នកអីចឹងទៅសូម្បីតាឡានក៏ស្ទះជាប់នៅហ្នឹងដែរហើយបន្ទាប់មកគ្នាខ្ញុំគេទៅទិញបន្លាញ់បកគេនាំគ្នាទាយតាមហ្នឹងពួកឯងទិញនៅកន្លែង Pop Mart អញ្ចឹងពេលទិញហើយគេនាំគ្នាទាយគេនាំអីហើយបានពួកខ្ញុំចេញទៅតទៀតអញ្ចឹងពេលដែលចេញមកបន្តហ្នឹងអាហារខាងមុខហ្នឹងគេដូចបាញ់ពពុះសាប៊ូតែវាមិនមែនសាប៊ូទេគេបាញ់មកដូចធ្លាក់ព្រិលចឹងស្អាតមែនតើ feel like ដូចនៅក្នុង Castle នៅកន្លែងពនាងអីចឹងហើយភ្លើងភ្លឺនិយាយទៅយប់ហ្នឹងគឺអ៊ូអស្អាតអត់ដឹងថាគេនាំគ្នាមកគ្រប់គ្នានៅកន្លែងហ្នឹងធ្វើអីតែនិយាយមនុស្សច្រើនមែនតើទៅណាក៏មានមនុស្សដែរក្រោយពីពេលពួកខ្ញុំដើរបានមកស្ទូធំហើយពួកខ្ញុំបានទៅហៅកន្លែងហាងកាហ្វេអង្គុយមកកន្លែងជុំគ្នាផ្លែទៀតដោយសារគេចង់អង្គុយញ៉ាំអីតិចតួចចឹងថែមតិចទៀតទៅក៏ទៅអង្គុយលេងនៅនឹងមកស្ទូធំប្រហែលដល់ម៉ោងមិន10ជាងបានពួកខ្ញុំបែកគ្នាទៅផ្ទះរៀងខ្លួនពួកអីត្រូវនាំពួកគាត់ទៅហូតែលវិញដោយសារថ្ងៃស្អែកគាត់ត្រូវងើបពីព្រឹកដើម្បីទៅប្រឡងចឹងទៅពួកខ្ញុំអត់នៅដល់យប់ពេកទេប៉ុន្តែកន្លែងគេហ្នឹងគឺថានៅតែអ៊ូអទោះពួកខ្ញុំនៅដល់ម៉ោងពេលយប់ហើយហ្នឹងនៅសល់តែមនុស្សច្រើនទៀតនិយាយទៅកន្លែងហ្នឹងដូចកន្លែងគេប្រជុំជនពេលយប់ចឹងនៅកងស៊ីខេត្តដែលខ្ញុំនៅហ្នឹងគឺភាគច្រើនគឺមនុស្សច្រើននៅពេលយប់ព្រោះឯកន្លែងដើរលេងភាគច្រើនគឺពេលយប់បានមានមនុស្សច្រើនដល់ពេលថ្ងៃអីអត់សូវមានមនុស្សទេ